សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកនិយាយទស្សនៈទាំង10របស់លោកសូក្រាតទី1ការពូកែឆ្ងល់គឺជាពន្លកនៃគតិបណ្ឌិតទី2គតិបណ្ឌិតពិតប្រាកដគឺជាការដឹងថាខ្លួនមិនទាន់ចេះអស់ទី3គោលក្បាលគឺជាអ្វីៗទាំងអស់អ្នកគិតអ្វីអ្នកនឹងទទួលបានផលនោះទី4ការយល់សំណួរគឺស្មើនឹងការដឹងចម្លើយពាក្យកណ្ដាលរួចទៅហើយទី5មនុស្សដែលចង់ផ្លាស់ប្ដូរពិភពលោកគួរតែផ្លាស់ប្ដូរខ្លួនគេជាមុនសិនទី6ខ្ញុំរើសយកចំណេះដឹងជាជាងទ្រព្យសម្បត្តិពីព្រោះទ្រព្យសម្បត្តិមិនស្ថិតស្ថេរនោះទេ7ខ្ញុំអាចបង្រៀនមនុស្សនៅអ្វីៗគ្រប់យ៉ាងហើយគ្រាន់តែបង្រៀនឲ្យពួកគេចេះគិតប៉ុណ្ណោះ8មានប្រពន្ធល្អអ្នកនឹងសប្បាយចិត្តតែប្រសិនបើមានប្រពន្ធមិនកើតវិញអ្នកនឹងក្លាយជាទស្សនវិទូលើโลกនេះរបស់ល្អបំផុតមានតែមួយគត់គឺចំណេះដឹងហើយរបស់ដែលអាក្រក់បំផុតនោះគឺអវិជ្ជាទី10មនុស្សខ្លាំងនិយាយពីគំនិតមនុស្សសាមញ្ញនិយាយពីព្រឹត្តិការណ៍មនុស្សចំសៀតនិយាយដើមរឿងខ្ញុំសូមអរគុណសម្រាប់ការទស្សនា